នេះខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនាងខ្ញុំឈ្មោះ Sarah Coral ចាថ្ងៃនេះនាងខ្ញុំមានទីបន្ទាល់អំពីជីវិតផ្លាស់ប្រែរបស់នាងខ្ញុំចានាងខ្ញុំបានទទួលជឿព្រះយេស៊ូវគ្រីស្ទតាំងពីតូចប្រហែលជាអាយុ7ឆ្នាំចាជាមួយនឹងអ្នកម្ដាយរបស់នាងខ្ញុំចាហើយរហូតមកដល់ឥឡូវនេះគឺនាងខ្ញុំអាយុ44ឆ្នាំហើយចាហើយការចាស់ទីបន្តរបស់នាងខ្ញុំគឺថាការតាំងពេលឆ្នាំ1000នៅសំទោសឆ្នាំ2016ចាឆ្នាំ2016ចាគឺជីវិតនាងខ្ញុំបានធ្លាក់ទៅក្នុងសេចក្តីល្បួងគឺសេចក្តីល្បួងខាងឯលោកីកាចាគឺមុនដំបូងគឺការនាងខ្ញុំដូចទៅផារីដូចមួយខែម្ដងផារីថ្ងៃសៅរ៍ដល់ពេលទៅផារីយប់ថ្ងៃសៅរ៍ចេញពីធ្វើការហើយក្រោយមកថ្ងៃស្អែកឡើងថ្ងៃអាទិត្យគឺនាងខ្ញុំជាអ្នកច្រៀងចម្រៀងសរសើរដំណើរព្រះអង្គជាអ្នកក្រុមថ្វាយបង្គំព្រះអង្គនាងគឺថ្ងៃអាទិត្យនាងខ្ញុំទៅជើញទៅព្រះវិហារចាប៉ុន្តែផារីនោះមិនមែនតែមួយដងទេគឺរហូតមកគឺនាងខ្ញុំនៅតែបន្តរហូតអស់ពីមួយខែម្ដងគឺពីអាទិត្យម្ដងអស់ពី2អាទិត្យម្ដង3អាទិត្យរៀងរាល់សឹងជារៀងរាល់អាទិត្យក្រោយមករយៈពេលអាទិត្យខ្លះក៏មានកម្មវិធី2ទៅទៀតចាគឺជីវិតរបស់នាងខ្ញុំគឺសប្បាយជាមួយនឹងលោកីចានៅភ្លេងនឹងអ្វីទាំងអស់ដែលជាភ្លេងរបស់លោកីចាហើយនាងខ្ញុំមិនមែនជាអ្នកញ៉ាំស្រាទេប៉ុន្តែនាងខ្ញុំទៅផារីគឺនាងខ្ញុំអង្គុយក្នុងចំណោមរបស់លោកីដែលគេដូចថាគេអ្នកញ៉ាំស្រាគេអ្នកដូចញ៉ាំស្រាហើយដូចនិយាយដើមគ្នាអញ្ចឹងពីនេះពីនោះអីចឹងទៅនិយាយដៃជាអ្វីដៃជាលក្ខណៈលោកីចាគឺនាងខ្ញុំមិនសូវចូលចិត្តទេប៉ុន្តែនាងខ្ញុំចង់សប្បាយជាមួយនឹងគេដែរចាគឺនៅពេលហ្នឹងហើយដែលជាចាប់តាំងពីឆ្នាំហ្នឹងឯងដែលធ្វើឲ្យជីវិតនាងខ្ញុំធ្លាក់ទៅក្នុងសេចក្តីល្បួងនាងខ្ញុំទៅជាមួយនឹងលោកីរហូតដល់នាងខ្ញុំភ្លេចព្រះចាភ្លេចព្រះហើយនាងខ្ញុំទុកព្រះមិនមែនទុកព្រះជាទី1ដោយលើកមុនទៀតទេចាកាលពីលើកមុនគឺនាងខ្ញុំស្រឡាញ់ព្រះអង្គនាងខ្ញុំទុកព្រះជាទី1ហើយនាងខ្ញុំមិនដែលចូលចិត្តនឹងសម្ភារៈនិយមឬក៏អួតអាងអ្វីទេចាបន្ទាប់ពីនាងខ្ញុំចាប់ដើមចាញ់ធ្លាក់ទៅក្នុងសេចក្តីល្បួងរបស់លោកីចាគឺជីវិតនាងខ្ញុំបាននាងខ្ញុំត្រូវដូចតាមគេលោកីដូចថាឃើញគេជាសម្ភារៈនិយមចឹងនាងខ្ញុំដែលចិត្តពីមុនមិនដែលមានសោះប៉ុន្តែដល់ពេលខ្ញុំចូលជាមួយលោកីធ្វើឲ្យចិត្តនាងខ្ញុំជាលក្ខណៈលោកីគឺឲ្យនាងខ្ញុំតាមនាងខ្ញុំចង់បានអ្វីដែលនិយាយថាអួតអាងចាមានចិត្តមួយថាអួតអាងមានឲ្យមានរបស់ស្អីថ្មីដែលជាសម្ភារៈនិយមចានេះចាចំពោះនាងខ្ញុំផងដែរហើយក្រោយមកក៏ជីវិតរបស់នាងខ្ញុំប្រែឲ្យឆ្ងាយពីព្រះអង្គសឹងតែរៀងរាល់អាទិត្យថ្ងៃសៅរ៍សឹងជារៀងរាល់អាទិត្យចារហូតមកដល់នាងខ្ញុំពេលដែលនាងខ្ញុំទៅថាមិនអីទេនាងខ្ញុំអត់មានធ្វើអីខុសទេព្រោះនាងខ្ញុំមិនអ្នកផឹកណាយើងទៅគ្រាន់តែអង្គុយរួមតុជាមួយមិត្តភ័ក្តិលោកីហើយយើងរាំរែជាមួយសាច់ភ្លេងលោកីចាប៉ុន្តែនាងខ្ញុំថាមិនអីទេព្រះអង្គអត់មានប្រហែលជាមិនខុសអីជាមួយនឹងព្រះទេថាចឹងហើយដល់ពេលអាទិត្យឡើងគឺនាងខ្ញុំទៅថ្វាយបង្គំព្រះអង្គចាទៅឈើទៅអីចឹងធម្មតាទៅប៉ុន្តែនៅក្នុងរយៈពេលនឹងរហូតអស់ពី1ឆ្នាំទៅ1ឆ្នាំរហូតមកនៅព្រះបន្ទូលរបស់ផងព្រះអង្គគឺបានដាស់តឿននាងខ្ញុំតាមរយៈដូចថា pastor គាត់ចែកចាយអញ្ចឹងទៅធ្វើឲ្យនាងខ្ញុំទទួលបាននៅការដាស់តឿនហ្នឹងប៉ុន្តែនាងខ្ញុំគិតថាខ្ញុំអត់មានធ្វើអីខុសហងតែអញ្ចឹងខ្ញុំអត់បានទៅគោរពព្រះដតីហងខ្ញុំអត់បានទៅធ្វើអីរបៀបសាសនាហងខ្ញុំគ្រាន់តែទៅផារីអានេះជីវិតនាងខ្ញុំពីចាដល់ពេលហើយចឹងទៅក៏នាងខ្ញុំថាមិនអីប៉ុន្តែយូរទៅធ្វើឲ្យជីវិតនាងខ្ញុំដូចថាធ្លាក់សេចក្តីល្បួងហើយចូលចិត្តស្រឡាញ់សម្ភារៈនិយមចាអួតអាងគ្នាហ្នឹងជីវិតនាងខ្ញុំចាជឿដល់ពេលហ្នឹងខាងឯលោកីហើយដល់ពេលក្រោយមកដល់ពេលថ្ងៃមួយក្នុងឆ្នាំ
ចានៅពេលដែលនាងខ្ញុំចានាងខ្ញុំសូមនិយាយបកទៅពីមុនហើយទោះបីពីមុនក៏ខ្ញុំស្រឡាញ់ព្រះអង្គប៉ុន្តែនាងខ្ញុំមិនដែលអានព្រះបន្ទូលព្រះអង្គចប់មួយគម្ពីរនឹងទេនាងខ្ញុំអានព្រះបន្ទូលព្រះអង្គជាលក្ខណៈដូចថាចូលចិត្តកន្លែងណាខ្លួនឯងអានកដេកកដប់ចាហើយអតិថានចឹងដែរក៏មិនដែលទៅចំណាយពេលជាមួយព្រះអង្គយូរដែរអត់ទេគ្រាន់តែអតិថានហើយចេញហើយចូលហើយចេញចឹងឯងចាដល់ចឹងទៅជីវិតនាងខ្ញុំបានធ្លាក់ទៅឆ្ងាយជាមួយព្រះអង្គប៉ុន្តែព្រះអង្គហៅនាងខ្ញុំមកវិញច្រើនដងដាស់តឿននាងខ្ញុំច្រើនដងប៉ុន្តែនាងខ្ញុំអត់ប្រែចិត្តទេប៉ុន្តែនៅថ្ងៃមួយដែលព្រះអង្គនៅក្នុងឆ្នាំ2022ចា2022ពាក់កណ្ដាលឆ្នាំហ្នឹងឯងនៅពេលហ្នឹងដែលព្រះអង្គបានចាត់មិត្តភក្តិនាងខ្ញុំដែលគាត់ជឿលើព្រះយេស៊ូវគ្រីស្ទក្រោយនាងខ្ញុំចាគាត់ទៅទទួលជឿព្រះយេស៊ូវគ្រីស្ទក្រោយនាងខ្ញុំហើយចាត់មិត្តភក្តិនាងខ្ញុំឲ្យមកនិយាយជាមួយខ្ញុំនៅកន្លែងធ្វើការចានៅពេលនឹងឯងដែលធ្វើឲ្យដួងចិត្តខ្ញុំនឹកឃើញថាព្រះអង្គបានហៅខ្ញុំម្ដងទៀតព្រះយេស៊ូវបានដាស់តឿនខ្ញុំហើយនាងខ្ញុំដឹងថានេះគឺជា message គឺជាព្រះអង្គហៅនាងខ្ញុំតាមរយៈមិត្តភក្តិនាងខ្ញុំចាម្ដងទៀតព្រោះព្រះអង្គស្រឡាញ់នាងខ្ញុំតែក្រោយនឹងពេលនឹងឯងនាងខ្ញុំអធិដ្ឋាននាងខ្ញុំលន់តួជាមួយនឹងព្រះអង្គហើយនាងខ្ញុំអធិដ្ឋានហើយសូមឲ្យព្រះអង្គជួយនាងខ្ញុំចាដើម្បីឲ្យនាងខ្ញុំបានរួចចេញពីចំណងនៃលោកីព្រោះអីនាងខ្ញុំធ្វើមិនបានទេព្រោះជាសាច់ឈាមប៉ុន្តែនាងខ្ញុំសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបានជួយដល់នាងខ្ញុំចាគឺនៅពេលនឹងឯងបន្ទាប់តែពីមិត្តភក្តិនាងខ្ញុំបាននិយាយប្រាប់និយាយលើកទឹកចិត្តហើយនិយាយព្រះបន្ទូលព្រះអង្គមកដល់នាងខ្ញុំហើយក៏ពេលនឹងឯងដែលធ្វើឲ្យនាងខ្ញុំនឹកឃើញនាងខ្ញុំអធិដ្ឋានឲ្យនាងខ្ញុំសូមឲ្យព្រះអង្គជួយតែនៅពេលនឹងចាគឺព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបានជួយនាងខ្ញុំពិតមែនចាគឺនាងខ្ញុំបានព្យាយាមឃ្លាតឆ្ងាយពីលោកីបន្តិចម្ដងចាឃ្លាតឆ្ងាយពីលោកីហើយនាងខ្ញុំបានអរគុណព្រះអង្គមែនទែនដែលព្រះអង្គឲ្យនាងខ្ញុំឆ្ងាយពីលោកីហើយឲ្យជីវិតនាងខ្ញុំបានចូលទៅជាមួយព្រះអង្គវិញហើយក៏នាងខ្ញុំចាប់ដើមចូលទៅជាមួយព្រះអង្គក្នុងសេចក្តីអធិដ្ឋានខ្ជាប់ខ្ជួនក្នុងការអានព្រះបន្ទូលព្រះអង្គចាម្នាក់ឯងហើយនឹងអានព្រះបន្ទូលព្រះអង្គជាក្រុមផងដែរចាហើយអរប្រគុណព្រះអង្គនេះហើយជាជីវិតផ្លាស់ប្រែរបស់នាងខ្ញុំព្រោះអីនាងខ្ញុំនៅពេលដែលនាងខ្ញុំបានផ្លាស់ប្រែមកវិញហើយនាងខ្ញុំតែងតែគិតថាជីវិតនាងខ្ញុំគឺដូចជាកូនពៅចាកូនពៅវង្វេងដែលយកមាសប្រាក់ឪពុកម្ដាយទៅចាយអស់ហើយដល់ពេលហើយប៉ុន្តែនៅថ្ងៃដល់ពេលអស់ហើយដល់ព្រះអង្គហៅមកវិញគឺព្រះអង្គនៅតែសេចក្តីស្រឡាញ់ព្រះអង្គមកលើនាងខ្ញុំដដែលនាងខ្ញុំតែងតែគិតដូច្នេះចានាងខ្ញុំអរប្រគុណព្រះអង្គចាដែលព្រះអង្គបានដោះនាងខ្ញុំឲ្យរួចគឺដោយសារនាងខ្ញុំ surrender នាងខ្ញុំសូមចុះចូលស្បើកដួងចិត្តរបស់នាងខ្ញុំឲ្យព្រះយេស៊ូវគ្រីស្ទជាអ្នកបំផ្លាស់បំប្រែឲ្យព្រះអង្គជួយចាចំពោះយើងសាច់ឈាមយើងធ្វើមិនបានទេព្រោះអីយើងទៅជាមួយនឹងលោកីគឺជាសប្បាយខ្លាំងណាស់ចាលោកីសប្បាយណាស់ប៉ុន្តែដោយសារសេចក្តីស្រឡាញ់របស់ផងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គនៅតែស្រឡាញ់នាងខ្ញុំជានិច្ចហើយព្រះអង្គតែងតែហៅនាងខ្ញុំមកវិញប៉ុន្តែឲ្យអរប្រគុណព្រះអង្គចានៅពេលដែលបើកនាងខ្ញុំបានបើកចិត្តនឹងឯងគឺពេលនឹងឯងដែលព្រះវិញ្ញាណបរិសុទ្ធបានញែកជីវិតនាងខ្ញុំចេញពីលោកីមកវិញចាហើយនាងខ្ញុំមិនមែនថានាងខ្ញុំស្អប់លោកីទេគឺនាងខ្ញុំញែកសូមឲ្យព្រះអង្គញែកខ្លួននាងខ្ញុំចេញពីលោកីព្រោះនាងខ្ញុំមិនចង់ឲ្យជីវិតនាងខ្ញុំធ្លាក់ទៅក្នុងអំពើបាបម្ដងទៀតធ្លាក់ទៅក្នុងអ្វីដែលជាមិនគប់ប្រហាទេដល់ព្រះព្រោះរូបកាយរបស់នាងខ្ញុំគឺជាព្រះវិហាររបស់ផងព្រះអង្គចាព្រះអង្គជាព្រះនៃជាព្រះដែលប្រច័ណ្ឌនាងខ្ញុំដឹងថាព្រះអង្គជាព្រះដែលប្រច័ណ្ឌព្រះអង្គមិនសពប្រហាទេឲ្យនាងខ្ញុំទៅលោតរំកញ្ឆេងជាមួយនឹងបទចម្រៀងរបស់លោកីសបាយរហូតដល់ម៉ោង1ម៉ោង2ភ្លឺចានាងខ្ញុំជឿថាព្រះអង្គអត់សពប្រហាទេចាហើយដល់អញ្ចឹងនាងខ្ញុំក៏ព្រះអង្គបានញែកនាងខ្ញុំចេញពីលោកីចាតាំងពី2022ពាក់កណ្ដាលឆ្នាំនឹងឯងចាគឺនៅពេលនឹងឯងដែលជីវិតនាងខ្ញុំផ្លាស់ប្រែហើយនាងខ្ញុំបានចូលមកជាមួយព្រះអង្គចាបានខ្ជាប់ខ្ជួនហើយស្រឡាញ់ព្រះអង្គជាងអ្វីទាំងអស់ចាជាងសម្ភារៈនិយមជាងអ្វីចាអរគុណព្រះអង្គមែនទែនចានេះហើយដែលនាងខ្ញុំសូម្បីតែចិត្តគំនិតដែលដែលគិតពីសម្ភារៈនិយមពីដូចពីលោកមុនពីដែលជានឹកនាងខ្ញុំអត់មានទៀតទេនាងខ្ញុំអរប្រគុណព្រះអង្គនៅអ្វីដែលព្រះអង្គប្រទានប្រពោឲ្យនៅ
អ្វីដែលនាងខ្ញុំមានចាប៉ុន្តែដែលថានៅក្នុងចិត្តយើងមួយដែលធ្លាប់មានដោយថាគិតរបស់សម្ភារៈទាំងអស់នោះលើសជាងព្រះចាគឺភាពខុសគ្នានឹងឯងចាដែលនៅក្នុងអារម្មណ៍នៅក្នុងគំនិតរបស់នាងខ្ញុំចានាងខ្ញុំសូមអរព្រគុណព្រះអង្គហើយនាងខ្ញុំធ្វើទីបន្តនេះចាគឺព្រះអង្គបានបំផ្លាស់បំប្រែនាងខ្ញុំមកវិញគឺដោយសារនាងខ្ញុំមិនបើកដួងចិត្តឲ្យព្រះអង្គជាអ្នកបំផ្លាស់បំប្រែចានាងខ្ញុំជឿជាក់ថាទីបន្តរបស់នាងខ្ញុំនឹងប៉ះពាល់ដល់បងប្អូនយើងបងប្អូនខ្មែរយើងទាំងអស់គ្នាណាដែលមានបញ្ហាដែលមានជីវិតធ្លាប់ធ្លាក់វង្វេងទៅក្នុងសេចក្តីល្បួងរបស់លោកីចាហើយនាងខ្ញុំជឿថាទីបន្តនេះនឹងប៉ះពាល់ដល់បងប្អូនផងដែរចាសូមបងប្អូនបើកចិត្តឲ្យព្រះយេស៊ូវជួយព្រះវិញ្ញាណបរិសុទ្ធនឹងជួយបងប្អូនទាំងអស់គ្នាដូចជាជីវិតនាងខ្ញុំចារហូតមកដល់ឥឡូវនេះតាំងពី2022ចុងឆ្នាំមកចាគឺនាងខ្ញុំអត់មានបានទៅទៀតអត់បានទៅសប្បាយជាមួយនឹងជីវិតលោកីទៀតទេចាអត់ទេព្រោះអីនាងខ្ញុំគ្នាខ្ញុំសុខចិត្តដូចថាលេងខ្វល់ថាអ្នកលោកីមិត្តភក្តិលោកីដែលគេធ្លាប់ស្គាល់នាងខ្ញុំមកទោះបីគេមិនរាប់អាននាងខ្ញុំយ៉ាងណាក៏ខ្ញុំអត់នាងខ្ញុំមិនទៅដែរព្រោះអីនាងខ្ញុំថានាងខ្ញុំខ្លាចជីវិតនាងខ្ញុំធ្លាក់ទៅម្ដងទៀតចាព្រោះអីពេលដែលយើងទៅរួមជាមួយលោកីគឺយើងតែម្នាក់ឯងទេទោះបីជាសេចក្តីជំនឿយើងខ្លាំងប៉ុន្មានក៏ដោយព្រោះក៏យើងនឹងធ្លាក់ក្នុងសេចក្តីល្បួងរបស់លោកីចាអាមែនហើយនាងខ្ញុំសូមសរសើរដំណើរនឹងថ្វាយសិរីដល់ព្រះអង្គចានេះគឺជាជីវិតផ្លាស់ប្រែរបស់នាងខ្ញុំរយៈពេលជាង7ឆ្នាំចាដែលធ្លាក់ទៅក្នុងសេចក្តីល្បួងរបស់លោកីតែអរព្រគុណព្រះអង្គដែលព្រះអង្គបានហៅជីវិតនាងខ្ញុំមកវិញហើយបានផ្លាស់បំប្រែជីវិតនាងខ្ញុំឲ្យស្រឡាញ់ព្រះអង្គចាជាងមុនទៅទៀតអេមែនហាឡេលូយ៉ាគុណអរព្រគុណទ្រង់ហើយសូមថ្វាយសិរីដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយនាងខ្ញុំជឿថាសូមឲ្យព្រះអង្គបានធ្វើការអស្ចារ្យនៅក្នុងជីវិតបងប្អូនទាំងអស់គ្នាផងដែរចានៅពេលដែលសូមឲ្យបងប្អូនបានបើកចិត្តបើសិនជាបងប្អូនអត់បើកចិត្តគឺព្រះអង្គអត់អាចធ្វើអ្វីបានទេអេមែនបើកចិត្តឲ្យទទួលកំហុសគឺព្រះអង្គនឹងកែប្រែបងប្អូនពីអាក្រក់ទោះបីបងប្អូនអាក្រក់យ៉ាងណាក៏ដោយគឺព្រះអង្គបំផ្លាស់បំប្រែហើយនៅពេលដែលព្រះអង្គបំផ្លាស់បំប្រែគឺព្រះអង្គមិនដែលនឹកឃើញពីកំហុសរបស់ផងយើងទេនៅពេលដែលយើងផ្លាស់ប្រែមកចូលឯជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រោះអីព្រះអង្គជាព្រះនៃសេចក្តីស្រឡាញ់ព្រះអង្គតែងតែអត់ទោសដល់យើងទាំងអស់គ្នាព្រះអង្គអត់ទោសដល់នាងខ្ញុំអេមែនទោះបីជាអំពើបាបរបស់នាងខ្ញុំក្រហមខ្មៅយ៉ាងណាក៏ដោយប៉ុន្តែព្រះអង្គមិនដែរព្រះអង្គរាប់ជាសស្អាតនៅចំពោះព្រះអង្គជានិច្ចអាមែនចាស់នាងខ្ញុំសូមអរព្រគុណនិងថ្វាយសិរីដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយនាងខ្ញុំសូមថ្វាយកិត្តិយសនិងកិត្តិនាមទាំងអស់ទៅដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរព្រគុណទ្រង់នាងខ្ញុំសូមជម្រាបលាអាមែន